นุกក្នុងសប្តាហ៍ទី10របស់បាទក្លឹបបាល់ទាត់វិសាខាដែលជាម្ចាស់ផ្ទះបាទទ្វីកីឡដ្ឋានវិសាខារបស់ខ្លួនទទួលក្រុមភ្ញៀវជិតខាងបាទគឺក្លឹបបាល់ទាត់ភ្នំពេញក្រោនម្ចាស់ផ្ទះឯកសណ្ឋានពណ៌ខៀវមួយឈុតចំណែកឯក្រុមភ្ញៀវភ្នំពេញក្រោនឯកសណ្ឋានពណ៌ក្រហមមួយឈុតដូចគ្នាទាំងពីរគឺសុទ្ធតែជាផលិតផលក្នុងស្រុកលោកកញ្ញាកណ្ដាលខុនវិរៈផ្លុំកញ្ចែចាប់ផ្ដើមការប្រកួតហើយយើងមើលឃើញឱកាសដំបូងនោះគឺនៅនាទី13ការបញ្ជូនរបស់ Park Chung-bin ចេញពីស្លាប់ខាងស្ដាំក្រៅប្រអប់ទៅរកកីឡាករ Benson Oching ការតែតរបស់គេស្រួចណាស់ដែរប៉ុន្តែអ្នកចាំទីជាមសំណាងអាចជួយសង្គ្រោះបានបន្តមកទៀតការទាត់បាទទម្លាក់ត្រង់នេះរកបង្គោលទី2តែក៏បុកបង្គោលខ្ទាតចេញមកក្រៅវិញជាថ្មីម្ដងទៀតការរួមចំណែកបាទក៏ដូចជាការប៉ុនប៉ងរបស់កីឡាករកូរ៉េខាងត្បូង Park Chung-bin ម៉ាកេឡូចូលក្នុងបញ្ចុះនាទី28ក៏ទាត់ពីក្រៅប្រអប់រកមុំតូចពួកគិតថាបានបញ្ឆោតបាទសូឡាឲ្យទៅមុំធំហើយតែយ៉ាងណាក៏ដោយការទាត់របស់គេនេះមិនចំគោលដៅនោះទេវគ្គទី1មិនមានអ្វីច្រើនឲ្យប្រិយមិត្តទស្សនាទេគឺបានត្រឹមតែប៉ុណ្នេះហើយក្រុមទាំងពីរស្មើគ្នា0-0អញ្ញាកណ្ដាលខួនវិរៈផ្លុំកញ្ចែចាប់ផ្ដើមវគ្គទី2មានការប្រែប្រួលមួយចំនួនហើយត្រង់នេះ Maxim Priyaden ក៏ចាប់ផ្ដើមទាត់ពីក្រៅប្រអប់ផងដែរតែបាល់បោកដីមួយនេះពិបាកចាប់មែនតែមិនពិបាកពេកទេសម្រាប់អ្នកចាំទីកែវសុកសិលាក្នុងការសង្គ្រោះសំណាញ់ទីរបស់ខ្លួនការរុញទៅឲ្យ Maxim ឲ្យបែរទាត់ត្រង់នេះគឺពិតជាល្អដោយ Moses Dyer គ្រាប់បើកការនាំមុខឲ្យក្រុមភ្ញៀវភ្នំពេញក្រោននៅនាទីទី67តាមការរុញបន្តគ្នា Maxim មើលឃើញចលនានឹងការផ្ដល់សញ្ញាពី Moses Dyer ក៏បញ្ជូនឲ្យបែរខ្លួនទាត់ផុតអ្នកចាំទីកែវសុកសិលានាំមុខ1-0បាទយើងមើលប្លង់ពីខាងមុខការទាត់បញ្ឆិតត្រង់នេះបានយ៉ាងល្អដោយ Moses Dyer តែមិនយូរប៉ុន្មាននៅនាទីទី73មានការប្រជែងចូលឡើងបាទក៏សល់បាល់ត្រង់នេះមួយជើងបានយ៉ាងល្អពីបាទកីឡាករបាទអុកសវណ្ណបើទោះជាបាទបែកគ្នាជាច្រើនឆ្នាំមកហើយក្តីប៉ុន្តែអុកសវណ្ណនៅតែបង្ហាញការគោរពរបស់ខ្លួនបាទដោយបាទលើកដៃទាំងពីរឡើងទៅលើជាសញ្ញាថាមិនអបអរសាទរទល់នឹងអតីតក្លឹបរបស់ខ្លួននោះទេគ្រាប់បាល់តាមស្មើដោយខ្សែការពារស្លាប់ខាងស្ដាំអុកសវណ្ណមិនមានអ្វីនឹងបង្ហាញជូនទៀតព្រោះថាបាទឱកាសរបស់ពួកគេមិនស្រួចស្រាវនោះទេបញ្ចប់ការប្រកួតក្រុមទាំងពីរចែកគ្នាម្នាក់មួយពិន្ទុតាមរយៈបាទគ្រាប់បាល់បញ្ចូលទីស្មើគ្នា1-1ប្រិមត្តនិកជនជាទីមេត្រីយើងទៅមើល highlight ទាំងស្រុងបាទនៃការប្រកួតតែម្ដងបាទនេះគឺជាវីដេអូ highlight ទាំងស្រុងបាទនៃការប្រកួតរវាង Nagawa ជាមួយនឹងក្លឹបបាល់ទាត់ Light ខេត្តព្រះសីហនុដែលធ្វើឡើងនៅកីឡដ្ឋានខេត្តកំពង់ស្ពឺបាទយើងឃើញថាការប្រកួតគឺមាន4គ្រាប់កើតឡើងជាមួយនឹងការប្រកួតដ៏ជក់ចិត្តមែនទែនបាទសម្រាប់ការប្រកួតថ្ងៃនេះបាទឯកសណ្ឋានបាទក្រុមទាំងពីរគឺដាច់ស្រឡះពីគ្នាមុនការប្រកួតចាប់ផ្ដើមក៏មានការគោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជាលោកខិនឧស្សាហាជាអ្នករ៉ាប់រងទូនាទីជាអាជ្ញាកណ្ដាលកាត់ស្ក្រីនៅលើទីលាននៅក្នុងការប្រកួតថ្ងៃនេះវគ្គទី1កន្លែងនេះហើយជាក្របបាល់ដំបងរបស់ Live FC ពីការបញ្ជូនរបស់គឹមហេយិនស៊ូមកដល់គៀពិសិដ្ឋទប់ first time បានល្អបញ្ជូនចោះមកស្អាតផ្ទះឈួយគ្មានសល់ទេមួយគ្រាប់ដ៏ល្អពីការលេងតែ2ប៉ះតែប៉ុណ្ណោះរវាងគឹមហេយិនស៊ូជាមួយនឹងគៀពិសិដ្ឋបាទកាត់មកស្អាតបាទផ្ទះឈួយបុកបង្គោលទីហើយក៏លក់ចូលតែម្ដងលើកបាល់ចូលមកខាងក្នុងកន្លែងនេះមួយក្បាលរបស់យូសាកេមីណាកាវ៉ាក៏មានគ្រាប់បាល់កើតឡើងបាទកន្លែងនេះបាទ1-1មែនដិនហ្សាដាស៊ីវ៉ាមិនអាចសង្គ្រោះបាល់នេះបានទេកន្លែងនេះការបញ្ជូនបាល់ពីលូកាសស្អាតមែនទែនក៏តែតមួយក្បាលពី Matthew Martin បាទស្អាតមែនទែនបាទមួយក្បាលនេះបាទបុករបស់ទីខាងលើហើយក៏ចូលទីតែម្ដងពីការតែតរបស់ Matthew Martin មែនដិនហ្សាដាស៊ីវ៉ានៅតែមិនអាចសង្គ្រោះបាល់នេះបានបាទព្រោះឲ្យលឿនពេកពីការតែតរបស់បាទMatthew Martin កន្លែងនេះវានឹងមានក្របបាល់តាមស្មើការលោតតែពីអូតៃហ្គុនតែមិនចំបាល់កន្លែងនេះហើយក្របបាល់ទី3កាត់ឡើងការកាត់បាល់ចូលមកខាងក្នុងប្រឡែងឲ្យយូសាកេមីណាកាវ៉ាហើយមីណាកាវ៉ាក៏លេងខ្លីៗជាមួយនឹង
Venuto ជាអ្នកបង្កើតឱកាសកាត់បាល់ចូលមកខាងក្នុងទប់ស្ដាំទាត់ឆ្វេងតែម្ដងស្អាតបាទយុសិកមីណាកាវ៉ាកន្លងនេះបាទគាត់ទប់បាទឆ្វេងហើយទាត់ស្ដាំបំប៉ោងសំណាញ់ទីយើងមើលកន្លែងនេះ Venuto កាត់បាល់មកទប់ហើយទាត់ស្ដាំបាទទប់បាល់ឆ្វេងប៉ុន្តែបាទទាត់ស្ដាំនឹងបំប៉ោងសំណាញ់ទីគ្រាប់បាល់ទី3ឲ្យ Nagawa នាំមុខបាទក្រុមភ្ញៀវគឺ3-1 ឱកាសកន្លែងនេះរបស់ Lazi Zugo Akiba កាត់បាល់ចូលមកខាងក្នុងប៉ុន្តែចាប់បាល់វិសនឹងផ្លត់ស្ទៀតបាទពី Redley Heng បាទកន្លែងនេះឱកាសរបស់ផាតសុខាបាទសុខាហ្វាំងហើយទាញចូលក្នុងហើយក៏ទាត់ស្ដាំប៉ុន្តែបាទជួយបានមកពីអ្នកចាំទី Mendonça da Silva កន្លែងនេះ Zugo Akiba បាទហ្វាំងដាច់ផុតពីរុកហើយក៏ទាត់ឆ្វេងហើរំលងរបស់ទីបាទការទាត់របស់បាកាឡាកោសជាតិជប៉ុនលោកអញ្ញាកដាលោកខុនអូស៊ីហាក៏ផ្លុំកញ្ចែបញ្ចប់ការប្រកួតទាំងស្រុងតែម្ដងចូលរួមអសាទរទៅដល់ Nagawa រកបាន3បន្ទុកបន្ថែមបាទនេះគឺជាទស្សនវិជ្ជានៃការដើរចេញបាទរបស់បាទកីឡាករទាំងពីរក្រុមបាទព្រះខ័នរាជស្វាយរៀងជាម្ចាស់ផ្ទះគិរីវង្សសុកសានជ័យជាក្រុមភ្ញៀវឯកសណ្ឋានរបស់ក្រុមម្ចាស់ផ្ទះគឺប្រើប្រាស់ឯកសណ្ឋានអាវពណ៌ខៀវទឹកប៊ិចខោពណ៌សស្របពេលដែលក្រុមភ្ញៀវឯកសណ្ឋានអាវពណ៌បៃតងមួយឈុតតែម្ដងឱកាសនៅក្នុងការសម្រុកនៅក្នុងការប្រកួតមួយនេះគឺព្រះខ័នរាជស្វាយរៀងសម្រុកខ្លាំងមែនទែនតាំងតែពីវគ្គទី1បាទរហូតដល់បញ្ចប់ការប្រកួតប៉ុន្តែគ្រាប់បាល់កើតឡើងគឺបានត្រឹមតែ2គ្រាប់តែប៉ុណ្ណោះស្របពេលដែលគិរីវង្សសុកសានជ័យមាន1គ្រាប់ដែរនៅក្នុងវគ្គទី2យ៉ាងណាក៏ដោយនៅក្នុងវគ្គទី1មានការសម្រុកជាច្រើនបាទរបស់បាទព្រះខ័នរាជស្វាយរៀងហើយក៏មានការសម្រុកវាយបកមកវិញពីបាទគិរីវង្សសុកសានជ័យដែលកន្លែងនេះបាទស្ទើរតែមានគ្រាប់បាល់កើតឡើងទៅហើយបាទនៅក្នុងបាទវគ្គទី1ប៉ុន្តែយ៉ាងណាក៏ដោយបាទគ្រាប់បាល់ដ៏ល្អរបស់ញៀនសុកស៊ីដាននៅចុងវគ្គទី1នាទីទី40+5បានជួយឲ្យគិរីវង្សសុកសានជ័យបាទគេថាបាទខូចផែនការរបស់ខ្លួនបាទធ្វើឲ្យផែនការរបស់គិរីវង្សបាទខូចតាមរយៈការបាទទាត់បាល់ free kick បានយ៉ាងល្អលុះឈានចូលមកដល់ការប្រកួតវគ្គទី2បាទចប់វគ្គទី1 1-0វគ្គទី2ការបាល់ចេញពីគិរីវង្សសុកសានជ័យបាទគិរីវង្សសុកសានជ័យនៅក្នុងវគ្គទី2នៅតែបន្តការប្រើប្រាស់ផែនការការពាររបស់ខ្លួនស្របពេលដែលព្រះខ័នរាជស្វាយរៀងនៅតែបន្តផែនការសម្រុកនៅក្នុងការរកគ្រាប់បាល់កន្លែងនេះគឺជាការទាត់បាល់មិនចំបានសម្រេចរបស់ខ្វាមេព្រៃប្រាហើយក៏មានការទាត់បាល់របស់គឹមសុកយុទ្ធមួយទៀតប៉ុន្តែខាត់ទាត់នេះគឺមិនចំគោលដៅហើយក៏មិន offside ដែរបាទតែសុកយុទ្ធគឺគាត់ទាត់បាល់នេះបាទប្រឆាកឡើងទៅខាងលើតែម្ដងមានឱកាសជាបន្តពីបាទព្រះខ័នរាជស្វាយរៀងតាមរយៈការបាទទាត់របស់ខ្វាមេព្រៃប្រាដែលជាគ្រាប់ទី2ហើយជាគ្រាប់ចុងក្រោយរបស់ព្រះខ័នរាជស្វាយរៀងនៅក្នុងការប្រកួតនេះបញ្ជូនពី Patrick Robson ទប់ស្ដាំទាត់ឆ្វេងយកតែម្ដងបាទគឺជាការទាត់បាទដោយទំនុកចិត្តបាទរបស់ខ្សែប្រយុទ្ធបច្ចេកទេសបាទទប់ស្ដាំទាត់ឆ្វេងបែបនេះបាទមិនមើលទីមិនមើលអ្នកចាំទីបាទគឺមើលតែបាល់ទាត់ដឹងតែសម្ដៅទៅលើទីខ្វាមេព្រៃប្រាPatrick Robson ជាកម្លាំងប្រយុទ្ធដ៏គ្រោះថ្នាក់ឱកាសសម្រុកជាបន្តរបស់ព្រះខ័នរាជស្វាយរៀងបាទសុទ្ធហើយក៏សុទ្ធទៀតកន្លែងនេះ3ជើងមួយជើង Patrick Robson 2ជើង Patrick Robson ជើងទី3បាទក៏នៅតែទៅមិនរួចបាទតាមរយៈការបាទសង្គ្រោះបាល់ពីកងការពារបាទមួយជើងនេះបាទទើសបាទ Brandao មួយជើងនេះទើសដៃរបស់បាទស៊ូសុកនៀតមួយជើងនេះទើសជើងរបស់ជួងមករាហើយក៏ចូលមកដល់ដៃរបស់ស៊ូសុកនៀតតែម្ដងបាទសម្រុកហើយសម្រុកទៀតប៉ុន្តែគ្រាប់បាល់គឺមិនមានទេបាទសម្រាប់ព្រះខ័នរាជស្វាយរៀងបាទនៅក្នុងការបន្ថែមបាទគណនីរបស់ខ្លួនយ៉ាងណាក៏ដោយការទាត់មួយជើងពី Victor Azike នេះល្អមែនទែនបាទគឺវីរៈតារាបាទលោតអស់មុំហើយប៉ុន្តែបាល់នេះគឺធ្លាក់ចូលទីបានយ៉ាងល្អតែម្ដង Victor Azike បាទរកគ្រាប់បាល់មួយគ្រាប់មកវិញតាមពីក្រោយឲ្យគិរីវង្សសុកសានជ័យបាទ1-2នៅនាទីទី80ប៉ុន្តែយ៉ាងណាក៏ដោយ10នាទីចុងក្រោយបូកជាមួយនឹងម៉ោងបន្ថែម6នាទីមិនមានគ្រាប់បាល់កើតឡើងឡើយបាទប៉ុន្តែគិរីវង្សបាទស្ទើរតែធ្វើឲ្យបាទព្រះខ័នរាជស្វាយរៀងបាទគឺគេហៅថាបាទព្រលឹងចុងសក់ដែរបាទតាមរយៈការទាត់មួយជើងចុងក្រោយមួយនេះមុននឹងលោកលឹមបន្ទឿនផ្លុំកញ្ចែបញ្ចប់ការប្រកួតតែម្ដងបាទយើងទៅមើលវីដេអូ highlight ទាំងស្រុងបាទនៃការប្រកួតរវាងកងយុទ្ធពលខេមរភូមិន្ទបើកទ្វារកីឡាដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមបាល់ទាត់អង្គរ Tiger ដែលមកពីខេត្តសៀមរាបបាទយើងឃើញថាគ្រាប់បាល់3គ្រាប់បាទកើតឡើងបាទនៅក្នុងការប្រកួតថ្ងៃនេះក្រុមភ្ញៀវពិតជាធ្វើបានល្អនៅក្នុងការប្រកួតថ្ងៃនេះ
បាទធ្វើឲ្យក្រុមម្ចាស់ផ្ទះមិនអាចតដៃបាននោះទេការប្រកួតនៅក្នុងវគ្គទី1ក៏ផ្លឹមកញ្ចែពីលោកកញ្ញាកតាលោកឆនបញ្ញាឱកាសដំបូងកន្លែងនេះការតែតហើយក៏ហារំលងរបាទីបាទយើងឃើញថាបញ្ជូនពីសូកន្លែងនេះក៏តែតមួយក្បាលក៏ជះបាល់បាត់ចេញទៅខាងក្រៅកន្លែងនេះហើយមួយគ្រាប់ដំបូងពីការតុកបញ្ចូលទីស្អាតរបស់តាការៈម៉ាស៊ូតានីបាទបញ្ជូនពីសុគ្រីសូហ្វានមកទះស្ដាំហើយបាទស្អាតមួយគ្រាប់នេះបំប៉ោងសំណាញ់ទីបាទគ្មានសល់ទេបាទតាការៈម៉ាស៊ូតានីកន្លែងនេះតមករាក៏លើកោងមកស្អាតមែនតើតាការៈក៏ទះស្ដាំជាបន្តបាទទះស្ដាំមួយជើងស្ដាំរបស់តាការៈនឹងគឺច្បាស់ណាស់បាទច្បាស់បុតមែនតើបាទបំប៉ោងសំណាញ់ទីរកបានគ្រាប់បាល់ទី2ឲ្យអង្គរ Tiger នាំមុខគឺ2-0ឱកាសកន្លែងនេះពីការតាក់ឆ្វេងរបស់សូកាតាអូកាប៉ុន្តែជួយបានពីជីប៊ុនហេងកន្លែងនេះឱកាសរបស់ Koulibaly Abdelkader បាទហ្វាំងហើយក៏កាត់បាល់ចូលមកខាងក្នុងប៉ុន្តែថែមិនទាន់ពេលវេលាពីគូរីតាការលើកកោងចូលមកខាងក្នុងកន្លែងនេះបាទឃ្លៀមួយក្បាលហើយក៏ទះមួយក្បាលនេះតែតមួយក្បាលរបស់ Valentine នៅតែជួយសង្គ្រោះបានពីជីប៊ុនហេងការលើកកោងចូលមកខាងក្នុងមួយក្បាលនេះបាទជាមិនចំកក្តៅរបស់តាកូតូក្របបាល់ទី3ក៏កើតឡើងនៅកន្លែងនេះដែលចាន់វីបឌីវិតទាត់ចូលប្រឡោះជើងសុកវឌ្ឍនាហើយបញ្ចប់ទីបានយ៉ាងស្អាតតែម្ដងការបញ្ជូនពីនីសុករីមកបាទហើយចាន់វីបឌីវិតបាទទាញហើយក៏ទាត់ស្ដាំចូលប្រឡោះជើងបញ្ចូលទីតែម្ដងបាទ3-0ដោយចាន់វីបឌីវិតលោកញ៉ាកតាលោកឆនបញ្ញាក៏ផ្លឹងបញ្ចែបញ្ចប់ការប្រកួតបាត់ទាំងស្រុងតែម្ដងចូលរួមអបអរសាទរទៅដល់អង្គរ Tiger ដែលរកបាន3ពិន្ទុបន្ថែមតាមប្រកៀកប្រកិតពីក្រោយបាទទស្សនិកជនស្វាគមន៍ជាបន្តបាទយើងទស្សនានៅរូបភាព highlight បាទពេញមួយការប្រកួតទាំងអស់គ្នាបាទឱកាសល្អបាទរបស់ក្រុមទាំងពីរបាទសុទ្ធទៅមកបាទល្អណាស់តែមិនមានក្របបាល់គេថាការសុទ្ធល្អអ្នកចាំទីក៏កាន់តែល្អថែមទៀតបាទដូច្នេះមុននឹងជំនួបចាប់ផ្ដើមបាទការគោរពទង់ជាតិនៃប្រជាណាចក្រកម្ពុជាបាទការស្វាគមន៍គ្នាបាទរវាងក្រុមទាំងពីរបាទគឺកើតឡើងសិនបាទដូច្នេះបាល់ខែដំបងជាវិជើរបស់ក្រុមបាល់ទាត់ MI កំពុងដែលបាទស្ថានពណ៌សបាទជាម្ចាស់ផ្ទះបាទត្រង់នេះឱកាសរបស់ ISI ដកៅសែនជ័យបាទឡុងដេវីតបាទហើយឱកាសបាទរបស់ក្រុមមក MI កំពុងដែលបាទវិញក៏មិនបានសម្រេចត្រង់នេះបាទការតែតខុសគោលដៅបាទពី Bruno បាទហើយបាទសុកណេតផ្ទះបាល់រឿងស្រាលត្រង់នេះបាទក៏ជាការវិបកបាទពី MI កំពុងដែរបាទតែអ្នកចាំទីបាទមកខាងបាទព្យាយាមជួយរៀងខ្លួនបាទនឹងខ្សែការពារផងដែរបាទមនបុតថាប់កីឡាករកម្លាំងថ្មីបាទដូរវគ្គទី1នេះក៏ល្អបាទហើយសំខាន់អនដាសូណូសកេមកជើងចំបង្គោលហើយក៏ថែមមកជើងនេះពី Bruno បាល់អត់ចំគោលដៅទៀតចប់វគ្គទី1 0-0បាទចូលមកដល់វគ្គទី2បាទ ISI កែបាល់វិញម្ដងបាទឯស្ថានពណ៌ទឹកក្រូចបាទតង់ទី2កាន់តែមានឱកាសបាទវាសម្រុកច្រើនបន្ថែមទៀតត្រង់នេះបាទសុកណេតបាទត្រូវអ្នកចាំទីបាទអ្នកចាំទីឡើងច្បាស់បាទកន្លែងនេះដែល Bruno មកជើងបាទអ្នកចាំទីជួយបានបាទហើយការតែតវាបកពី MI កំពុងតែបានមិនចំគោលដៅទេបាទយើងមើលកន្លែងនេះវិញបាទសុទ្ធសឹងតែជាការលេងបាទមុខទីហើយប៊ីសតែនឹងរកគ្រាប់បាល់បានកន្លែងនេះហើយបាទ Bruno មកជើងទៀតមិនចំគោលដៅទេបាទហើយយ៉ាម៉ាត់មកជើងដែរក៏មិនចំគោលដៅបាទកន្លែងនេះអត់បានល្អទេបាទខាង MI កំពុងតែវិបកបាទបុកទៅបុកមកបាទត្រង់កន្លែងនេះទៀតអូយបាទស្ដាយឱកាសបាទកីឡាករមកកែវឧត្តមដែលធ្វើមិនបានបាទបាល់មុខទីតែសំខាន់លីកាក្រាអ្នកចំទីនោះគាត់ធ្វើដៃរបស់គាត់ក៏មិនធម្មតាដែរបាទកន្លែងនេះមុនវណ្ដាទាត់បាល់លេងត្រូវបាទអត់ចំបាល់ហើយថែមត្រង់នេះការវាសម្រុកបាទសុទ្ធចុងម៉ោងបាទតាំង Bruno បាទតាំង Zamora នៅតែមិនទម្លុះសំណាញ់ទីបានបាទសុទ្ធហើយសុទ្ធទៀតកន្លែងនេះមកជើងបាទពីកីឡាករបាទអ៊ុនសុរិតនៅតែមកចូលបាទចប់ការប្រកួត90នាទីបាទត្រឹមលទ្ធផល0-0បាទចែកគ្នាម្នាក់មួយពិន្ទុ
អរគុណទស្សនិកជនជាទីមេត្រីបាទកម្មវិធីនៃការផ្សាយរបស់យើងបាទក៏បានជិះចូលមកដល់ទីបញ្ចប់បាទជួបគ្នានៅកម្មវិធីនៃការផ្សាយលើកក្រោយទៀតខ្ញុំបានក្រុមការងារបាទសូមអរគុណសូមគោរពលា